ក្នុងលោកនេះជារឿងដ៏សោកសៅបំផុតមួយនៅពេលដែលជីវិតតូចកំសត់មួយត្រូវបានគេបោះបង់ចោលឲ្យនៅឯកោរឿងរ៉ាវរបស់កូនស្វាដែលត្រូវបានបោះបង់ដែលកំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះបានធ្វើឲ្យមនុស្សរាប់លានអ្នកក្តុកក្តួលចិត្តនិងរំភើបជាមួយការតស៊ូរបស់វាបន្ទាប់ពីឆ្លងកាត់ការបោះបង់ចោលទាំងដែលខ្លួននៅទូតបង្គួរកូនស្វាមួយក្បាលនេះមិនបានបោះបង់ចោលនៅសភាវគតិរស់រានមានជីវិតនោះទេរូបភាពនិងវីដេអូដែលបង្ហាញពីការបោះជំហានដំបូងរបស់វាមិនមែនគ្រាន់តែជាការធ្វើចលនាជើងនោះទេប៉ុន្តែវាគឺជាការធ្វើដំណើរឆ្ពោះទៅរកការមានជីវិតថ្មីនិងការស្វែងរកគ្រួសារដែលអាចផ្ដល់ក្តីស្រឡាញ់និងការការពារដល់វារឿងនេះបានក្លាយជាប្រធានបទ viral យ៉ាងរហ័សដោយសារតែភាពគួរឲ្យអាណិតភ្នែកដ៏ថ្លាយង់និងកាយវិការដែលត្រូវការថែទាំបានប៉ះទង្គិចដល់បេះដូងអ្នកទស្សនាសាមគ្គីភាពរបស់មនុស្សធាតុមហាជនបាននាំគ្នាជួយចែករំលែកនិងផ្ដល់កម្លាំងចិត្តដល់ក្រុមអ្នកជួយសង្គ្រោះសត្វដែលកំពុងមើលថែវាមេរៀនជីវិតវាបង្ហាញថាទោះបីជាយើងចាប់ផ្ដើមដោយភាពឯកោក៏យើងនៅតែអាចរកឃើញផ្ទះថ្មីមួយប្រសិនបើមានអ្នកហ៊ានលូកដៃជួយរឿងនេះក៏ជាសារមួយដាស់តឿនដល់ពួកយើងទាំងអស់គ្នាអំពីការប្រកាសសត្វព្រៃនិងការយល់ដឹងអំពីតម្លៃជីវិតលោកកូនស្វាតូចនេះបានក្លាយជាតំណាងឲ្យសត្វជាច្រើនទៀតដែលត្រូវការយកចិត្តទុកដាក់និងការរស់នៅក្នុងបរិយាកាសដែលសុវត្ថិភាពពិតមែនហើយជីវិតគឺតែងតែមានសង្ឃឹមជំហានដំបូងរបស់កូនស្វានេះគឺជាការរំលឹកដល់យើងគ្រប់គ្នាថាមិនថាអតីតកាលយើងជួបការលំបាកយ៉ាងណាការដើរទៅមុខដោយភាពក្លាហាននឹងនាំយើងទៅជួបគ្រួសារនិងកន្លែងដែលយើងជារបស់